បាទជំរាបសួរមិត្តភ័ក្តិផ្នែកបរិសុទ្ធទាំងអស់គ្នាថ្ងៃនេះគឺមកស្កតយកខ្លាញ់លាយជាមួយសក្បាលកាន់ណាមិត្តភ័ក្តិទាំងអស់គ្នាគឺយើងធ្វើអញ្ចឹងគឺយើងស្កតវាយើងចងហើយយើងស្កតវាដាក់ហាថ្ងៃណាមិត្តភ័ក្តិទាំងអស់គ្នាយើងដាក់ហានៅកម្ដៅថ្ងៃដល់ក្ដៅខ្លាំងហើយថ្មហ្នឹងប៉ះដៃម្បាលនេះទាំងអាលៀកតែម្ដងពេលថ្ងៃក្ដៅខ្លាំងបានយើងពូតចេញហើយដល់ពេលឥឡូវនេះខ្ញុំពូតលែងចង់ចេញហើយតែសារមេឃតិចអស់មិនងាយពូតទេណាមិត្តភ័ក្តិទាំងអស់គ្នាគឺវាងាយនឹងចេញអស់ពីស្លឹកក្បាលកាន់ហ្នឹងទេគឺពិបាកពូតហ្នឹងហើយគឺយើងខំព្យាយាមពូតណាស់ហើយ4-5ថ្ងៃបានពូតអស់ពួកយើងពូតបើថ្ងៃក្តៅខ្លាំង2-3ថ្ងៃយើងពូតអស់ហើយយើងពូតទៅគឺយើងច្រកដបទៅដបហើយយើងអាចយកមកប្រើបានដែរហ្នឹងបាទគឺយើងស្កត់វាអញ្ចឹងស្កត់មកទំហឹងខ្ញុំលោតយកចងហើយខ្ញុំជន់ខ្ញុំអង្គុយពីលើទៀតដើម្បីឲ្យវាចេញអស់បាទវាចេញមកអស់ហ្នឹងចេញតិចតិចទេដោយសារខ្ញុំពូតចិត្តអស់ហើយតាខ្ញុំពូតបានច្រើនហើយអាហ្នឹងជាលើកទី3ហើយគឺពូតអញ្ចឹងពូតឲ្យវាចេញបែបអញ្ចឹងណាបងប្អូនគ្នាដើម្បីឲ្យវាបានខ្លាញ់ហ្នឹងយកមកដាក់ក្នុងដបដើម្បីយកប្រើប្រាស់ហើយសម្រាប់ប្រសិទ្ធភាពវាគឺល្អខ្លាំងតែម្ដង feedback ញាក់តែម្ដងប្រសិទ្ធភាពត្រូវ 100% តែម្ដងណានិយាយរួមទៅយើងឲ្យ 100% ទៅវាហួសហេតុពេកអញ្ចឹងវាត្រូវដល់តែ 90% ព្រោះថាមានអ្នកប្រើអ្នកខ្លះក៏ប្រើមិនត្រូវដែរបាទហើយសូមកំងទាំងអស់គ្នាឥឡូវមាន promotion ពិសេសមកអ្នកទាំងអស់គ្នាលេខសក្បាលកិន